ប់ទៅលើគេថាស្ករត្នោតស្ករអំពៅស្ករផ្សេងត្រូវអត់បងអូនតែឥឡូវនេះខ្ញុំយកស្រូវមកធ្វើស្ករបងប្អូនមានដែរឮគេនិយាយថាស្រូវស្លៃអាចយកធ្វើស្ករបានអត់តាមពិតស្រូវអីក៏យកធ្វើស្ករបានល្អដែរតែស្រូវស្លៃនេះគឺល្អជាងគេក្នុងចំណោមស្រូវផ្សេងយើងគ្រាន់តែយកវាមកបដោះរយៈពេល3ទៅ4យប់វានឹងចេញជាប្លុកបែបនេះហើយបងប្អូនបន្ទាប់ពីវាបានប្លុកប៉ុណ្ណឹងហើយយើងត្រូវយកវាមកលាងទឹកឲ្យស្អាតនៅពេលដែលយើងមុនធ្វើអញ្ចឹងណាបងប្អូនលាងទឹកវាច្រោះទឹកឲ្យស្អាតហើយបងប្អូនច្រាំវាឲ្យម៉ត់ចឹងមកដាំបាយតារាបមួយឆ្នាំងលាយវាចូលឲ្យសព្វជាមួយនឹងបាយតារាបឲ្យដាក់ទឹកបន្តិចធ្វើមិនឲ្យលបាយជាលក្ខណៈដូចបបរអញ្ចឹងណាបែបហើយយើងដាក់ក្នុងកម្ដៅដាក់ក្នុងឆ្នាំងបាយកម្ដៅរយៈពេល6ម៉ោងហើយច្រោះទឹកវាចេញពូតយកតែទឹកទេយកវាមកលង្អស់កូរស្ករដូចយើងកូរស្ករត្នោតកូរស្ករអំពៅអញ្ចឹងបងប្អូនកូរវារហូតទៅដល់ដាច់ទឹករយៈពេល1ម៉ោងជាង2ម៉ោងដែរព្រោះភ្លើងយើងតិចចុះហើយយើងយកវាមកដាក់នៅក្នុងកន្លមកពេលដែលរួចរាល់ហើយស្ករហ្នឹងគឺឈ្ងុយខ្លាំងជាងស្ករធម្មតារសជាតិគេវិញគឺផ្អែមឡំហើយគេច្រើនយកស្ករហ្នឹងទៅធ្វើជាស្នូលនំលោកខែឬក៏ស្នូលនំម្នាស់អីចឹងណាដោយសារតែស្ករហ្នឹងវាជួយឲ្យស្នូលរបស់យើងគឺស្អិតល្អស្អិតល្មួតហើយវានឹងថឹងល្អវាអត់ចេញទឹកស្ករអីរាវដូចស្ករផ្សេង